بوقف ايديهم هم كباشاتهم إن أربع ساعات بنرن على الدفاع المدني ប្រជាជននៅតំបន់កាហ្សាបាននាំគ្នាជីកនឹងកាយគំនរបាក់បែកយកសាកសពក្មេងប្រុសម្នាក់ដែលជាប់នៅក្រោមគំនរបាក់បែកក្រោយការវាយប្រហាររបស់អ៊ីស្រាអែលអ្នកជីកម្នាក់បានប្រាប់ថាយើងកំពុងជីកយកសាកសពក្មេងប្រុសម្នាក់ចេញពីក្រោមគំនរបែកបាក់បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងកាហ្សាលោកបានបន្ថែមថាយើងបានតាក់ទងមន្ត្រីការពារជនស៊ីវិលដែរប៉ុន្តែពួកគេមិនមានឧបករណ៍ដើម្បីយកសាកសពពីគំនរបាក់បែកនោះទេបុរសម្នាក់ទៀតបាននិយាយថាយើងកំពុងជីកដោយដៃទទេរបស់យើងកាយថ្មចេញលោក Friend Ola មន្ត្រីពេទ្យជាន់ខ្ពស់នៅមន្ទីរពេទ្យនៅក្នុងទីក្រុង Rafah បាននិយាយថាការវាយប្រហារថ្មីនេះបានបំផ្លាញភាពស្ងប់ស្ងាត់ដែលធ្លាប់មានពីខែកន្លងមកនេះលោកបាននិយាយទៀតថាឥឡូវនេះយើងអាចមានអារម្មណ៍ភ័យស្លន់ស្លោនៅលើអាកាសហើយយើងអាចឃើញការឈឺចាប់និងការបំផ្លិចបំផ្លាញនៅចំពោះមុខ